ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំមកបង្ហាញអំពីការ login account ចូលទៅក្នុង Figma យើងបង្កើត account មួយនៅក្នុង Figma សម្រាប់រៀនឬក៏សិក្សាអំពី tool ឬក៏សិក្សាអំពីការ design UX UI នៅក្នុង Figma ហ្នឹងទៅហើយមុននឹងយើងចូលទៅដល់ការ login account ហ្នឹងយើងត្រូវមាន email មួយសម្រាប់យកទៅ login ដើម្បីបង្កើត account Figma ប៉ុន្តែដោយសារខ្ញុំមាន account Figma នឹងស្រាប់ហើយខ្ញុំគ្រាន់តែចូលទៅវាមាន account ស្រាប់តែបើអ្នកទាំងអស់គ្នាអត់ទាន់មាន account ទេអ្នកទាំងអស់គ្នាវាពាក្យថា Figma ហើយអ្នកទាំងអស់គ្នានឹងត្រូវការ login តាម email បន្តិចដើម្បីបង្កើត account ឬក៏អ្នកទាំងអស់គ្នាអត់មាន email ទេយើងអាច create account ថ្មីមួយសម្រាប់ login ដើម្បីយើងទៅបង្កើត account Figma ហ្នឹងយកវាទៅសិក្សាអំពី tool ឬក៏ការ design ជាប្រភេទ UX UI សម្រាប់ជា flow ឲ្យយើងដើរសម្រាប់ធ្វើជា website ឬក៏ web page ឬក៏ app អីចឹងទៅបើយើងអត់សិក្សាអំពីការ design UX UI ហ្នឹងទេឬក៏យើងទៅសរសេរកូដហ្មងវារបៀបថាយើងសរសេរកូដផងយើងគិតអាហ្នឹងផងវាញ៉ៃប៉ុន្តែបើសិនយើងមាន flow ច្បាស់លាស់យើងរបៀបធ្វើជាប្រភេទជា UX UI Figma ហ្នឹងហើយបើយើងសរសេរជាកូដអញ្ចឹងវាងាយស្រួលក្នុងការ build program ឬក៏ build ជាកូដយើងងាយស្រួលក្នុងការសិក្សាអីចឹងទៅឥឡូវហ្នឹងយើងចូលទៅក្នុងការបង្កើត account ហ្នឹងហ្មងប៉ុន្តែបើខ្ញុំមានស្រាប់អញ្ចឹងយើងគ្រាន់តែចូលជ្រោមវាពាក្យថា Figma ហើយចូលតាមនឹងមកនោះយើងនឹងឃើញប្រភេទជា account មួយដែល create ឲ្យយើងឃើញមានជាអញ្ចឹងប៉ុន្តែដោយសាររបស់ខ្ញុំបាន design ហើយអីខ្លះហើយអញ្ចឹងពេលចូលមកទៅវាឃើញប្រភេទជាអញ្ចឹងប៉ុន្តែអ្នកទាំងអស់គ្នាបើទៅបង្កើតថ្មីអ្នកទាំងអស់គ្នាអត់ទាន់ឃើញជាប្រភេទដូចរបស់ខ្ញុំទេដោយសាររបស់ខ្ញុំបាន design ហើយអស់ខ្លះពេលអញ្ចឹងទៅចូលមកវានឹងឃើញប្រភេទជារបៀបមាន art project theme project អីទៅនេះអីចឹងទៅឥឡូវយើងចូលមកក្នុងនឹងសាកមើលពេលចូលសាកមកនេះវានឹងឃើញប្រភេទ project ដែលខ្ញុំបានធ្វើហើយចឹងទៅបើកន្លែងនេះរៀបថាមកកន្លែងមក theme project មួយហ្នឹងយើងអាចបង្កើតបាន3 page ដោយសារ page ទី1នេះខ្ញុំបានធ្វើហើយខ្ញុំធ្វើជា project នៅសាលាហើយ page ទី2នេះក៏ project នៅសាលារបស់ខ្ញុំដែរប៉ុន្តែនៅអាទី3នេះខ្ញុំទុកវាដោយសារបើសិនជារបស់ free ចឹងអ្នកទាំងអស់គ្នាដឹងហើយថាវាមាន limit វារៀបថាគេឲ្យបង្កើតបានតែ3ឬក៏ហ្នឹងហើយវាមានតែ3ឯងយ៉ាងតិចនឹងតែ3ហ្មងដោយសារតើវាមាន limit របស់ free អ្នកទាំងអស់គ្នាដឹងហើយថាវាមិនងាយស្រួលទេប៉ុន្តែបើអ្នកទាំងអស់គ្នាគិតថាចង់បានអីចឹងអ្នកទាំងអស់គ្នាអាចបង់លុយបានអាហ្នឹងយើងអាចបង់លុយបានដែរចូលមកដល់ក្នុងហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាឆ្ងល់ថា team ហ្នឹងproject ហ្នឹងអាច add មិត្តភ័ក្តិយើងចូលបានអត់ add បានដោយសារយើងធ្វើតែឯងអត់កើតទេអ្វីមួយយើងធ្វើជា team អញ្ចឹងយើងមើលមកខាងស្ដាំហើយយើងចុចពាក្យថា share នោះអ្នកទាំងអស់គ្នានឹងអាច add email មិត្តភ័ក្តិអ្នកទាំងអស់គ្នាចូលបានហើយកន្លែងហ្នឹងយើងអាចដាក់ can view ឬក៏ can edit បើអ្នកទាំងអស់គ្នាគិតថាដាក់ can edit everyone អញ្ចឹងយើងយក edit មកហើយយើងចុច share everyone ពេលនោះយើងអាច change មិត្តភ័ក្តិអ្នកទាំងអស់គ្នាបាននេះ change បានហើយនោះមិត្តភ័ក្តិអ្នកទាំងអស់គ្នានឹងអាច edit បានហើយនេះ can edit
ពេលនោះពេលយើងចុចអញ្ចឹងទៅអញ្ចឹងអ្នកដែលខ្ញុំ add ចូលមិញនេះ MC ហួរអញ្ចឹងគាត់អាច edit នៅក្នុង project នឹងបានបើសិនជាអ្នកទាំងអស់គ្នាដាក់ can view នេះទេនេះដូចមកភ័ក្រខ្ញុំឈ្មោះសុនសកុនថាមិញខ្ញុំបានកែហើយអញ្ចឹងអាច edit បានបើដូចខ្ញុំអញ្ចឹង can view ទេនៅក្នុង project មួយហ្នឹងអញ្ចឹងខ្ញុំអត់អាចទៅកែឬក៏ design អីជាមួយមិត្តភ័ក្តិខ្ញុំបានទេនៅក្នុងហ្នឹងប៉ុន្តែបើអ្នកទាំងអស់គ្នាចង់កែខ្លួនឯងកែបានដែរតែអានេះដូចជា email ខ្ញុំមួយទៀតទេខ្ញុំដាក់ can edit អញ្ចឹងវាអាចនឹង edit បានហើយថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេយកមកបង្ហាញ